nhưng mình thaสถานភាពអ្នកដែលកើតឆ្នាំថោះនៅក្នុងពេលឥឡូវហ្នឹងគឺកំពុងតែមានសមត្ថភាពមួយដែលអាចផ្ដល់ឱវាទដល់អ្នកដទៃពោពេញទៅដោយនៅកិត្តិយសល្អពោពេញទៅដោយនៅរឿងល្អខ្លាំងភាពលះបង់ខ្លាំងទៅឲ្យអ្នកដទៃក៏ខ្លាំងដែរប៉ុន្តែនៅក្នុងស្ថានភាពលុយកាក់ផងយើងហ្នឹងគឺវារៀងកណ្ដោយកណ្ដែងសោសៅបន្តិចតួចសម្រាប់ស្នេហាឲ្យប្រពន្ធឲ្យជាលុយកាក់សម្រាប់ខ្លួនឯងដែលលទ្ធផលខ្លួនឯងមិនសូវជាដាំបានល្អនៅក្នុងលទ្ធផលយ៉ាងក៏ខ្ញុំឃើញថារឿងល្អគឺវានៅចិត្តបងកោយសម្រាប់យើងកំពុងតដើរនេះសួស្តីបងប្អូនគ្នាថ្ងៃនេះយើងមកដល់ពាក់ព័ន្ធជាមួយនឹងការអានការរបស់ខ្ញុំឲ្យលើទៀតហើយនេះខ្ញុំមើលអំពីស្ថានភាពបច្ចុប្បន្នរបស់បងប្អូនបន្ទាប់មកខ្ញុំនឹងមើលអំពីថ្ងៃទី15ដល់ថ្ងៃទី31ខែហ្នឹងថានឹងមានរឿងអ្វីត្រូវចូលមកយើងនៅក្នុងស្ថានភាពបងប្អូននៅក្នុងពេលឥឡូវហ្នឹងទៅលើទំនាក់ទំនងមិត្តភ័ក្តិទៅលើទំនាក់ទំនងការងារផងយើងគឺមិនសូវជាសមប្រកបសម្រាប់យើងប៉ុន្តែវាអាចថាវាធ្វើឲ្យយើងនឹងសោកសៅរៀងកណ្ដែងការងារលុយកាក់ដែលយើងខំប្រឹងដាំទាំងបានមានទៅបានផលចេញផ្លែផ្កាទៅបាន10ទៅ20% អីសម្រាប់យើងយ៉ាងវាអាចថានឹងនៅមានមហិច្ឆតាសម្រាប់យើងទៀតយើងអាចថាធ្វើបន្តធ្វើអញ្ចឹងទៅគឺវាអាចថានឹងនាំនៅរឿងល្អសម្រាប់អ្នកការឆ្នាំថោះនៅក្នុងស្ថានភាពឥឡូវហ្នឹងប៉ុន្តែលទ្ធផលយ៉ាងក្រៅវាទាមទារឲ្យយើងនឹងត្រូវតែជឿជាក់ទៅលើខ្លួនឯងបើសិនជាយើងមិនជឿជាក់ទៅលើខ្លួនឯងទេវាអាចថានឹងធ្វើឲ្យផ្លូវកំពុងតដើរហ្នឹងគឺនៅវែងឆ្ងាយសម្រាប់យើងបើសិនជាយើងមិនជឿជាក់ទៅលើខ្លួនឯងទេវាអាចថានឹងនាំនៅផលបំផុតលទ្ធផលយ៉ាងក្រៅគឺត្រូវតែជឿជាក់ខ្លួនឯងជាដាច់ខាតយើងមានសមត្ថភាពមួយផ្ដល់ឱវាទទៅដល់អ្នកដទៃនៃវាសនាខ្លួនឯងមិនថាជាលុយកាក់មិនថាជាសត្រូវមិនថាអីហ្នឹងគឺអាចថានឹងមានសមត្ថភាពមួយឲ្យអ្នកដទៃជឿទៅលើយើងឲ្យអ្នកដទៃស្រឡាញ់យើងឲ្យអ្នកដទៃចូលចិត្តយើងអាចថាគេស្ដាប់បង្គាប់ទៅលើយើងប៉ុន្តែពេលខ្លះកុំឲ្យតែយើងនឹងប្រើអំណាចមួយដោយចង់បិទបាំងទៅលើកិត្តិយសគេខ្លាំងពេកឬក៏ចង់បាននៅកិត្តិយសពីគេខ្លាំងពេកវាអាចថានឹងនាំនៅវិនិច្ឆ័យទៅលើវាសនាផងយើងមានថារឿងគ្រប់យ៉ាងនៃការខំសំស្របហ្នឹងគឺយើងអាចថានឹងបែងចែកច្បាស់ដើម្បីរៀនទប់កំហឹងរៀនទប់អំនួតរៀនទប់អីដែរទៅលើរឿងហ្នឹងមានតែភាគច្រើនគឺទទួលបានលទ្ធផលល្អហើយគ្រាន់តែឱកាសជាលុយកាក់គឺវាមិនសូវជាហត់ឲ្យយើងសម្រាប់មិត្តភ័ក្តិសម្រាប់រឿងការចាយវាសម្រាប់អីយ៉ាងទៅអញ្ចឹងមានទាមទារឲ្យយើងនឹងត្រូវតែខំប្រឹងប្រែងជាបន្តទៀតដើម្បីទទួលបាននៅរឿងល្អសម្រាប់អ្នកដែលកើតឆ្នាំថោះនៅក្នុងឆ្នាំ2026ចាប់ពីខែ6ហ្នឹងទៅគឺអាចថានឹងនាំនៅរឿងល្អហើយខែ5ខែ6ហ្នឹងគឺវាអាចថានឹងនាំនៅរឿងល្អពោពេញទៅដោយនៅក្តីស្រឡាញ់ជាពិសេសគឺធម្មពលចេញពីគ្រួសារអញ្ចឹងនៅក្នុងស្ថានភាពគ្រួសារផងយើងនឹងយើងអាចថានឹងត្រឡប់10ឆ្នាំវាទាមទារឲ្យយើងខំប្រឹងទៅលើខ្លួនឯង10ឆ្នាំរកនៅរឿងល្អឬក៏គំនិតផងយើងនឹងកុំសូវមានការប្រគួតប្រជែងខ្លាំងពេកមិនមែនការឆ្លោះគ្នាជាមួយនឹងមនុស្សជុំវិញខ្លួនឬក៏ភាពឆេវឆៅផងយើងឬក៏ការលះបង់ផងយើងវាមិនបាននឹងចិត្តវាអាចថានាំទៅបញ្ហាឬក៏យើងលះបង់ទៅឲ្យគេទៅគឺគេមានភាពឌឺដងមានភាពអីយ៉ាងទៅយើងវាទាមទារឲ្យខ្លួនឯងសួរទៅលើចិត្តខ្លួនឯងនៅក្នុងស្ថានភាពក្នុងពេលឥឡូវហ្នឹងនៅក្នុងឆ្នាំ2026ខែ6ឡើងទៅហ្នឹងគឺវាអាចថានឹងគ្រួសារគឺផ្ដល់នៅក្តីស្រឡាញ់ឲ្យយើងច្រើនផ្ដល់នៅកិត្តិយសឲ្យយើងច្រើនថាយើងនឹងត្រូវនឹងចេះចាប់អភិជាគឺផ្ដល់ទៅលើសំណាងអ្នកខ្លះអាចថាសំណាងពីស្នេហាសំណាងពីគ្រួសារសំណាងអីចឹងទៅពោពេញទៅដោយសំណាងឲ្យតែយើងនឹងខំប្រឹងជាបន្តទៀតហាត់ដំផ្លូវចិត្តរបស់យើងទៅលើស្ថានភាពការងារលុយកាក់គឺវានឹងនាំនៅរឿងល្អសម្រាប់អ្នកដែលកើតឆ្នាំថោះយើងខំប្រឹង10ឆ្នាំទៅក៏វាមានជាបញ្ហាអីសម្រាប់យើងអីទេតើលទ្ធផលយើងក៏មានសារឲ្យយើងប្រាប់បន្ថែមទៀតគឺឱកាសនៅក្តីស្រឡាញ់យើងឱកាសនៅក្តីស្រឡាញ់ហ្នឹងគឺវានឹងហត់ចូលឲ្យយើងខ្លាំងជាបន្តនៅពេលដែលយើងបន្តទៅលើការអនុវត្តដើម្បីនៅកិត្តិយសផងយើងបន្តនៅរឿងល្អសម្រាប់គ្រួសារសម្រាប់កិត្តិយសបន្ត10ឆ្នាំលុយកាក់អ្នកខ្លះអាចថានឹងការងារពីមុនមកក៏យើងអាចថាយកមកដើម្បីប្រមូលនៅទ្រព្យធនប្រមូលនៅគំនិតមួយដែលល្អសម្រាប់អភិវឌ្ឍនៅអនាគតយើងអាខាងនៅក្តីស្រឡាញ់គឺវានឹងហត់ចូលមកសម្រាប់យើងគឺច្រើនទម្រង់ច្រើនប្រភេទ
ធំជាងគេទៅលើនៅក្នុងគ្រួសារធំជាងគេទៅលើមនុស្សជុំវិញខ្លួនអញ្ចឹងមានពោពេញទៅដោយនៅក្តីសុខត្រូវតែពង្រៀនខ្លួនឯងឲ្យខ្លាំងបើទោះជាយើងរៀងសោកសៅនៅលើកណ្ដាលទូចមកមិនដែរគឺត្រូវតែពង្រឹងទៅលើខ្លួនឯងឲ្យខ្លាំងជាបន្តទៀតអញ្ចឹងណាអ្នកកើតឆ្នាំថោះយើងមើលពាក់ព័ន្ធជាមួយនឹងពីថ្ងៃទី15ទៅដល់ថ្ងៃទី31ដែលខែហ្នឹងនឹងមានអ្វីដែលត្រូវចូលមកយ៉ាងស្ថានភាពលុយកាក់ផងយើងហ្នឹងវាជាលក្ខណៈរីរីបើសិនជាមានការចាយវាក៏អាចថាការចាយវិញតិចប៉ុន្តែយើងអាចថាបូកមើលទៅវាអាចថាដាច់នៅសំណាងហ្នឹងបើសិនជាយើងបន្តធ្វើអញ្ចឹងពីថ្ងៃទី15ទៅដល់ថ្ងៃទី20ហ្នឹងបើសិនជាយើងធ្វើអញ្ចឹងវាអាចថាការចាយវាផងយើងហ្នឹងគឺវាអាចថាតិចមកប៉ុន្តែវាអាចថានឹងច្រើនបើសិនជាយើងនឹងមិនមានវិន័យច្បាស់លាស់អូភាពសោកសៅនៃលុយកាក់ចំពោះមិត្តភ័ក្តិការជួបជុំផឹកស៊ីការអីហ្នឹងគឺត្រូវតែប្រយ័ត្នប្រយែងវាអាចថាធ្វើឲ្យលុយកាក់ផងយើងហ្នឹងពិបាកធ្វើឲ្យលុយកាក់ផងយើងហ្នឹងវារឿងសោកសៅដែរពេលខ្លះម្ដងពីរដងប៉ុន្តែយើងចេញទៅវាមានជាបញ្ហាជាលុយកាក់ប៉ុន្តែវាថាអញ្ចឹងចំណាយទៅទិញជាមួយនឹងការជួបជុំជាមួយនឹងមិត្តភ័ក្តិការដើម្បីផ្លូវចិត្តផងយើងការងារផងយើងគឺបន្ទុកផងយើងក៏មានច្រើនអញ្ចឹងយើងអាចថាត្រូវមានការរិះថែមតិចក៏វាល្អដែរប៉ុន្តែនៅក្នុងស្ថានភាពគ្រួសារនៅក្នុងស្ថានភាពសំណាងអីហ្នឹងគឺយើងអាចថានឹងគិតភ្លាមអនុវត្តភ្លាមទៅលើរឿងហ្នឹងទៅលើកិត្តិយសផងយើងឬក៏បើសិនជាយើងផ្ដោតទៅលើលុយកាក់យើងអាចថានឹងចាយវាភ្លាមតែម្ដងយកសំណាងពីគ្រួសារយកសំណាងពីស្នេហាយកពីអីហ្នឹងគឺពោពេញទៅដោយនៅភាពដែលអនុវត្តភ្លាមយកតែម្ដងមិនថាតិចមិនថាច្រើនទេប៉ុន្តែសរុបលទ្ធផលយ៉ាងไรគឺវារឿងច្រើនខ្ញុំជឿថាញៀនទី6ផងយើងដឹងច្បាស់ហើយទៅលើការចាយវាទៅលើឱកាសនៃក្តីស្រឡាញ់ទៅលើនៅកិត្តិយសផងយើងទៅលើអីហ្នឹងនៅក្នុងគ្រួសារនៅក្នុងអីយើងអាចថានឹងដឹងច្បាស់រឿងគ្រប់យ៉ាងទាំងអស់ញៀនទី6ផងយើងនឹងបើកទទួលបាននៅផលល្អញៀនទី6ផងយើងហ្នឹងគឺត្រូវតែជឿជាក់ទៅលើខ្លួនឯងដើម្បីទទួលបាននៅរឿងល្អខ្ញុំជឿថាជឿជាក់ 100% ពីប្រហែលថ្ងៃហ្នឹងយ៉ាងការនៅក្តីស្រឡាញ់គឺនឹងមកធំមហាសាលសម្រាប់យើងតែម្ដងបូកផ្សំជាមួយនឹងញៀនទី6ផងយើងគិតភ្លាមអនុវត្តភ្លាមក្តីស្រឡាញ់ចែកនេះឲ្យភ្លាមចែកនោះឲ្យភ្លាមយ៉ាងរឿងគ្រប់យ៉ាងទាំងអស់ហ្នឹងគឺនឹងទទួលបាននៅរឿងល្អសម្រាប់ The Magic Scene ហ្នឹងយ៉ាង The Magic Scene ហ្នឹងញៀនទី6គឺត្រូវតែសួរចិត្តខ្លួនឯងថាខ្លួនឯងនឹងចង់ធ្វើអ្វីគិតអ្វីត្រូវតែអនុវត្តអ្វីអញ្ចឹងថាយ៉ាងគ្រប់យ៉ាងនឹងល្អប្រសើរសម្រាប់យើងហើយយើងគាត់ថានៅក្នុងការពិភាក្សាលុយកាក់ការងារក្តីស្រឡាញ់លុយកាក់ហ្នឹងទៅលើផលប្រយោជន៍ទៅលើអីអ្វីមួយអញ្ចឹងណាយើងវាអាចថានឹងនាំនៅរឿងល្អនឹងនាំនៅបញ្ហាតិចតួចសម្រាប់យើងយ៉ាងថាសឹងនឹងគ្មានបញ្ហាផងបើសិនជាវាឡើងលុយខ្លាំងគឺខ្លាំងផុតលេខតែម្ដងឡើងនៅក្តីស្រឡាញ់ខ្លាំងគឺខ្លាំងផុតលេខតែម្ដងបើឡើងនៅកិត្តិយសខ្លាំងគឺឡើងខ្លាំងផុតលេខតែម្ដងនៅក្នុងស្ថានភាពថ្ងៃទី10ថ្ងៃទី20ទៅដល់ថ្ងៃទី25អញ្ចឹងរឿងល្អយើងអាចថានឹងងើបទៅមុខដោយខ្លួនឯងលែងមានភាពខ្ជិលច្រអូសលែងមានភាពលែងចង់ចាប់ក្តីស្រឡាញ់បើសិនជាគេផ្ដល់ក្តីស្រឡាញ់ឲ្យយើងអាចថានឹងឲ្យនៅក្តីស្រឡាញ់ទៅលើគេទៅវិញអញ្ចឹងថាបើសិនជាគេចំណាយលុយកាក់ចំណាយទ្រព្យធនមានការប៉ាវឬក៏មានការភេយើងហូបអីយើងអាចថានឹងហូបអីជាមួយឬក៏ភេឲ្យទៅវិញមានភាពស្មើគ្នាមានភាពផ្ដល់នៅក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកមិនថាស្នេហាមិនថាអីទេហើយខ្ញុំឃើញថាសំណាងខ្ញុំឃើញថាសនេហាខ្ញុំឃើញថាសំណាងមិត្តភ័ក្តិលុយកាក់ហ្នឹងគឺយើងមិនមែនមានមកប្រភពមកច្រកអីទេយើងអាចថានឹងមានភាពច្រើនតម្រង់ច្រើនរសជាតិច្រើនបែបបទសម្រាប់អ្នកដែលកើតឆ្នាំថោះយើងអ្វីដែលចូលមកត្រៀមតែទទួលបាននៅរឿងល្អរួមទាំងផ្លូវចិត្តផងយើងនឹងអាចថានឹងបណ្ដោយយើងវាអាចថានឹងនាំនៅរឿងល្អសម្រាប់អ្នកដែលកើតឆ្នាំថោះដែរនៅក្នុងស្ថានភាពប្រហែលថ្ងៃនឹងវាធ្វើឲ្យផ្លូវចិត្តផងយើងនឹងមិនមានភាពឆេវឆាវវាធ្វើឲ្យផ្លូវចិត្តផងយើងនឹងមិនមានការស្មុគស្មាញជួបរឿងស្មុគស្មាញយើងអាចថានឹងដោះបានទៅលើរឿងទាំងអស់ហ្នឹងវាស្ថិតទៅលើញៀនផងយើងអ្នកចាប់យកញៀនផងយើងអ្នកទទួលបានស្ថិតទៅលើក្នុងដៃរបស់លោកអ្នកអីចឹងតាខ្ញុំឃើញថាកិត្តិយសផងយើងគឺអាចថានឹងងើបទៅមុខដោយខ្លួនឯងកិត្តិយសផងយើងហ្នឹងគឺអាចថានឹងចេញពីគ្រួសារហើយផ្ដោក្តីស្រឡាញ់គ្រួសារផ្ដល់ឲ្យទៀតហើយ
គឺនឹងងើបដល់ខ្លួនឯងដែលមានភាពសោកសៅចំពោះការងារចំពោះលុយកាក់ផងយើងចំពោះអ្វីដែលនាំនៅបញ្ហាសម្រាប់ខ្លួនឯងអញ្ចឹងរឿងគ្រប់យ៉ាងនឹងទទួលបានសម្រាប់យើងរឿងគ្រប់យ៉ាងនឹងចូលមកឲ្យយើងនឹងទទួលបាននៅរឿងល្អៗឥឡូវបើសិនជាយើងមើលចុងខែពីថ្ងៃទី26ទៅដល់ថ្ងៃទី31គឺទាមទារឲ្យកិត្តិយសផងយើងនឹងកុំសូវមានភាពស្ដុកស្ដំពេកកុំសូវមានភាពចាយលុយវាច្រើនពេកពេលខ្លះគេឲ្យជាលុយកាក់សម្រាប់យើងឬក៏ការចំណាយលុយកាក់ផងយើងហ្នឹងវារៀងច្រើនវាអាចថានឹងនាំទៅបញ្ហាអូប្រយ័ត្នប្រយែងបើសិនជាយើងនឹងចឹងនៅក្នុងចុងខែនៅក្នុងអីហ្នឹងគឺត្រូវតែធ្វើម៉េចឲ្យស្ថានភាពផងយើងហ្នឹងងើបដោយខ្លួនឯងឬក៏មានការធ្វើចិត្តបុណ្យចិត្តកុសលឲ្យល្អបន្តិចប៉ុន្តែពេលខ្លះយើងធ្វើល្អចំពោះគេប្រយ័ត្នប្រយែងគេក្បត់ប្រយ័ត្នប្រយែងគេនាំនៅបញ្ហាសម្រាប់យើងជាពិសេសយើងផ្ដោក្តីស្រឡាញ់ឲ្យគេ1,180,000%មែនប្រយ័ត្នប្រយែងគឺមានការកម្មកតទៅលើទំនាក់ទំនងក្តីស្រឡាញ់នឹងវិញក៏អាចថាបានដែរពាក់ព័ន្ធជាមួយនឹងលុយកាក់ពាក់ព័ន្ធជាមួយនឹងកិត្តិយសផងយើងមានភាពឆេវឆាវមានភាពលះបង់ឲ្យគេច្រើនទម្រង់ច្រើនប្រភេទអាហ្នឹងក៏ត្រូវតែប្រយ័ត្នប្រយែងដែរពេលខ្លះលះបង់ឲ្យគេទម្រង់ច្រើនប្រភេទអញ្ចឹងទៅគឺនាំនៅបញ្ហាដាក់ខ្លួនក៏អាចថាបានដែរអញ្ចឹងយើងត្រូវប្រយ័ត្នប្រយែងទៅលើរឿងហ្នឹងប៉ុន្តែនៅក្នុងការងារផងយើងអីគឺយើងអាចថានឹងលះបង់ធ្វើបានល្អគឺអាចថានឹងល្អខ្លាំងដែរបើសិនជាយើងធ្វើអញ្ចឹងទៅស្ថានភាពការងារផងយើងហ្នឹងគឺមិនមានភាពបែកបាក់គឺមិនមានភាពអីទេបើសិនជាយើងការចាយវាការអីលះបង់ឲ្យគេហ្នឹងពាក់ព័ន្ធជាមួយនឹងការងារគឺវាអាចថានឹងនាំឲ្យការងារផងយើងហ្នឹងជៀសផុតពីភាពបែកបាក់ជៀសផុតពីភាពវេទនារឿងអាក្រក់ដែលចូលមកខ្ញុំឃើញថាលទ្ធផលយ៉ាងក្រោយគឺកាតហ្នឹងគឺនឹងចូលមកល្អនៅឱកាសសម្រាប់យើងឱកាសនៃសំណាងឱកាសនៅរឿងល្អដែលមានភាពច្បាស់លាស់សម្រាប់យើងខ្ញុំឃើញថាការងារផងយើងដើម្បីទទួលបាននៅសំណាងគឺយើងផ្ដោតទៅលើការងារតាម2ឬក៏1ចុះក្រោមអីទេអញ្ចឹងនៅក្នុងសំណាងហ្នឹងគឺអាចថានឹងទទួលបានផលដែរនៅពេលដែលយើងរ៉ាប់រងទៅលើការងារតិចទៅលើរឿងដែលល្អផ្ដោតនៅរឿងល្អបើសិនជាយើងលេចធ្លោនៅកិត្តិយសខ្លាំងជាងគេពេកវាអាចថានឹងពិបាកសម្រាប់យើងដែរយើងអាចថារៀនភាពបន្ទាបខ្លួនទៅលើការចាយវាយបន្ទាបខ្លួនដាក់ខ្លួនទៅលើកិត្តិយសផងយើងគឺវាអាចថានឹងល្អបើសិនជាកិត្តិយសវិញទុកចិត្តឲ្យគ្រួសារផ្ដល់ឲ្យយើងស្នេហាប្រិយប្រពន្ធផ្ដល់ឲ្យយើងវិញយើងអាចថាបង្កើតនៅធម៌ពលហ្នឹងទៅផ្សាយពីទៅដល់អ្នកទាំងអស់ហ្នឹងក៏វាអាចថានឹងល្អសម្រាប់អ្នកដែលកើតឆ្នាំអ្នកដែលកើតឆ្នាំថោះហ្នឹងដែរអញ្ចឹងយើងអាចថាក្តីស្រឡាញ់ប្រយ័ត្នប្រយែងគឺមានការឆ្លោះទាស់តែងគ្នាគឺដោយសារលុយកាក់ពេលខ្លះគេផ្ដោតក្តីស្រឡាញ់គេផ្ដល់លុយកាក់ឲ្យច្រើនយើងមិនចេះទំនុកបំរុងបានល្អវាថានឹងនាំនៅបញ្ហាឆ្លោះគ្នានៅបញ្ហាឯដែរបើសិនជាយើងស្រឡាញ់កិត្តិយសយើងខ្លាំងពេកដើម្បីជៀសផុតពីភាពបែកបាក់យើងត្រូវតែងើបគិតពីអនាគតសម្រាប់យើងអាចថាបើសិនជាយើងងើបគិតពីអនាគតគឺភាពបែកបាក់អាភាពរឿងពវេទនាអីហ្នឹងគឺវាអាចថានឹងជៀសផុតសម្រាប់យើងដែរបើសិនជាយើងធ្វើអញ្ចឹងប្រយ័ត្នប្រយែងការចាក់ពីក្រោយខ្នងប្រយ័ត្នប្រយែងការក្បត់គឺដោយសារតែផលប្រយោជន៍លុយកាក់គឺដោយសារទំនាក់ទំនងមិត្តភ័ក្តិអីចឹងទៅនៅពេលដែលយើងដឹងនៅរឿងបញ្ហានឹងទាំងអស់ការឆ្លោះទាស់តែងគ្នាអស់ហើយនៅពេលដែលមានបញ្ហាហើយគឺរឿងសំណាងនៅការងារគឺវានឹងរត់ចូលមកសម្រាប់យើងអ្នកខ្លះអាចថាមានបញ្ហានៅក្នុងការងារមានបញ្ហានៅក្នុងអីចឹងទៅអញ្ចឹងយើងអាចថាបណ្ដាឱកាសការងារគឺវានឹងហុចឲ្យសម្រាប់យើងនៅរឿងល្អស៊ីសងទៅលើយើងត្រូវតែមានវិន័យខ្លួនឯងឲ្យច្បាស់លាស់ឬក៏ស្នេហាប្តីប្រពន្ធអីគឺត្រូវតែមានវិន័យរៀងខ្លួនឲ្យបានល្អទទួលបាននៅរឿងល្អខ្ញុំឃើញថាលទ្ធផលដែលត្រូវទទួលបាននៃក្តីស្រឡាញ់ដើម្បីកិច្ចផុតពីភាពឆ្លោះគ្នាប្រភេទបញ្ហារឿងគ្រប់យ៉ាងទាំងអស់ហ្នឹងគឺវាធ្វើឲ្យយើងនឹងមានភាពរីរៃចិត្តពេលខ្លះយើងធ្វើការមួយដែលមានភាពរីរៃចិត្តមួយក៏អាចថានឹងល្អដែរវាមិនជាបញ្ហាទេមើលមិនចឹងទេវាអាចថានឹងនាំពិបាកបើសិនជាយើងមានភាពរីរៃចិត្តមានភាពវិន័យច្បាស់លាស់មានរឿងល្អច្បាស់លាស់បន្ថែមទៀតគឺនឹងជប់ជាលុយកាក់យើងខ្លាំងផុតលេខសម្រាប់ការងារផងយើងអញ្ចឹងអ្នកខ្លះបើសិនជាមានការក្បត់បើសិនជាអីយើងអាចថាមិនខ្វល់អីច្រើនទេយើងងើបទៅអនាគតផងយើងដើម្បីទទួលបាននៅរឿងល្អគឺវាអាចថានឹងទទួលបាននៅរឿងល្អផ្សេងល្អខ្លាំងអញ្ចឹងបើសិនជាមានការធ្វើបុណ្យដាក់ទានយើងធ្វើបុណ្យដាក់ទានជាមួយព្រះសង្ឃជាមួយអ្វីផ្សេងជែកចែករ
ចំណេញនៅបបពិសោធន៍ការងារវាខ្លះយើងលេចធ្លូខ្លាំងពេកក៏ត្រូវវិយាបយ៉ាងពីការចំណាយឆ្លៀននេះពីអ្នកដទៃនៅក្នុងការងារនៅក្នុងក្តីស្រឡាញ់ដែលយើងមានយើងក៏ត្រូវប្រយ័ត្នប្រយែងដែរយើងវាទាមទារយើងនឹងដើរអ្វីមួយដែលស្មឹងស្មារឲ្យបានល្អទើបវានឹងល្អបើមិនអញ្ចឹងទេមិនប្រទៀបខ្លួនមិនអីទេអ្វីដែលយើងសកម្មភាពយើងចេញទៅហ្នឹងគឺមានតែការចំណាយឆ្លៀននេះពីអ្នកដទៃមានតែការក្បត់ប៉ុន្តែនៅក្នុងរឿងហ្នឹងគឺវាអត់ផុតទេមនុស្សគ្រប់គ្នាគឺវាអត់ផុតទេប៉ុន្តែនៅក្នុងឆ្នាំថោះនៅក្នុងប្រមាណថ្ងៃហ្នឹងគឺនឹងទទួលបានរឿងចឹងអញ្ចឹងយើងអាចថានឹងត្រូវប្រយ័ត្នប្រយែងដែរក៏អាចថាល្អដែរសម្រាប់យើងនឹកធ្វើអ្វីមួយដែលធ្វើមានការគិតឲ្យបានល្អធ្វើអ្វីមួយដែលបណ្ដោយទៅលើផ្លូវចិត្តផងយើងគឺវាអាចថានឹងល្អបើសិនជាវានាំនៅបញ្ហាសម្រាប់យើងក៏ត្រូវតែបណ្ដោយខ្លះទៅដើម្បីជៀសផុតនៅបញ្ហាទាំងបានជាពិសេសនៅក្នុងស្ថានភាពការងារផងយើងគឺត្រូវតែមួយច្បាស់លាស់ទៅលើរឿងហ្នឹងបើសិនជាមិនអញ្ចឹងទេវាអាចថាបើសិនជាយើងធ្វើអីលឿនខ្លាំងពេកវាអាចថានឹងនាំឲ្យមានការបែកបាក់មានការប្រេះស្រាំទៅលើការងារផងយើងមានការបញ្ហាការងារសម្រាប់យើងនៅក្នុងលុយកាក់របស់យើងនៅក្នុងការជួបជុំមិត្តភក្តិឧទាហរណ៍ទៅការផឹកស៊ីការអីជាមួយនឹងមិត្តភក្តិអត់គិតពីការងារក៏វាអាចថានឹងពិបាកសម្រាប់អ្នកដែលការឆ្នាំថោះដែរអញ្ចឹងយើងធ្វើអ្វីមួយដែលត្រូវប្រយ័ត្នប្រយែងធ្វើអ្វីមួយដែលត្រូវសង្កេតស្មារតីបានល្អក៏វាអាចថានឹងល្អសម្រាប់អ្នកដែលការឆ្នាំថោះអញ្ចឹងជាមិនប៉ុណ្ណឹងទេអរគុណបងប្អូនដែលបានទស្សនាការខ្ញុំមានជូនបងប្អូនសុខភាពល្អសំណាងល្អរកទូទីមានបានគ្រប់ពេលកិច្ចគ្រប់ទីកន្លែងជួបគ្នានៅខាងក្រៅបាយបាយ